ស្ថានីយ៍បុរេប្រវត្តិប្រទេសកម្ពុជាស្ថានីយ៍បុរេប្រវត្តិនៅកម្ពុជាមានដូចជាស្ថានីយ៍សំរោងសែននិងអន្លង់ផ្ដៅនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងសំរោងសែនជាភូមិមួយក្នុងស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងស្ថានីយ៍នេះស្ថិតនៅលើទីទួលមួយនៅត្រើយខាងស្ដាំស្ទឹងជីនិតដែលហូរចាក់ទៅបឹងទន្លេសាបចំណែកស្ថានីយ៍អន្លង់ផ្ដៅស្ថិតនៅលើដងព្រែកមួយដែលហូរប្រសពនឹងស្ទឹងជីនិតស្ថានីយ៍មលូព្រៃស្រុកគូលែនខេត្តព្រះវិហារស្ថានីយ៍មលូព្រៃស្ថិតក្នុងស្រុកគូលែនខេត្តព្រះវិហារក្នុងកំណាយវត្ថុនៅក្នុងស្ថានីយ៍ទាំង3ខាងលើនេះគេបានរកឃើញសម្ភារៈជាច្រើនខ្លះជាប្រដាប់ប្រដាប្រើប្រាស់ខ្លះទៀតជាឆ្អឹងសំណល់មានឆ្អឹងមនុស្សឆ្អឹងសត្វគ្រប់បែបយ៉ាងប្រដាប់ប្រដាប្រើប្រាស់ដែលគេជីបាននៅក្នុងនោះខ្លះធ្វើពីស្ពាន់ខ្លះលង្ហិនដីឥដ្ឋដុតដីអុតឆៅខ្លះធ្វើអំពីឆ្អឹងសត្វនិងខ្លះទៀតធ្វើអំពីថ្មរំលីងស្ថានីយ៍ឆ្លងស្រុកឆ្លងស្ថិតក្នុងខេត្តក្រចេះស្ថានីយ៍ថ្មរំលីងដែលលោកគ្រូលីយេបានរកឃើញនៅព្រែកឆ្លងក្នុងស្រុកឆ្លងខេត្តក្រចេះនៅឆ្នាំ1962មានសញ្ញានិងសមត្ថកម្មប្រសពគ្នាជាច្រើនដែលជាហេតុធ្វើឲ្យលោកជឿជាក់ថាទីកន្លែងនោះជាលំនៅឋានរបស់ជនជាតិខ្មែរដើមនៅឆ្នាំ1962នៅក្នុងការរុករកលោកបានឃើញចានឆ្នាំងមួយចំនួនធំវត្ថុទាំងនេះបង្ហាញថានៅត្រង់កន្លែងដែលជាជំរំមានការការពារយ៉ាងរឹងមាំមានមនុស្សរស់នៅដោយមានការរៀបចំយ៉ាងហ្មត់ចត់មុនពេលដែលជនជាតិខ្មែរដើមចុះមករស់នៅត្រង់វាលទំនាបនៃទន្លេមេគង្គនិងមុនពេលដែលបានទទួលអរិយធម៌ពីឥណ្ឌាស្ថានីយ៍ក្បាលរមៀសខេត្តកំពតស្ថានីយ៍ក្បាលរមៀសតាមការរុករកនៅក្នុងរូងភ្នំដែលជាទីលំនៅរបស់មនុស្សបុរេប្រវត្តិសាស្ត្រឆ្នាំ1966ដល់ឆ្នាំ1969លោកកាបូណែលនិងលោកបាឡូព្រីយ៉ាសបានរកឃើញចានឆ្នាំងដែលមានអាយុ3420ឆ្នាំមុនគ្រិស្តសករាជស្ថានីយ៍ឡាងស្ពានខេត្តបាត់ដំបងនៅស្ថានីយ៍ឡាងស្ពានតាមកំណាយដែលបានធ្វើឡើងនៅឆ្នាំ1966ដល់ឆ្នាំ1969ដោយអ្នកឯកទេសមួយចំនួនស្ថានីយ៍នេះមានចម្ងាយប្រហែលជា5គីឡូពីអណ្ដើកហេបខេត្តបាត់ដំបងនៅស្ថានីយ៍នេះគេបានឃើញវត្ថុប្រហែលជា2000ប្រភេទការធ្វើកំណាយស្ថានីយ៍បុរេប្រវត្តិសាស្ត្របានបញ្ជាក់ឲ្យឃើញថាខ្មែរយើងមានអរិយធម៌របស់ខ្លួនមុនពេលឥណ្ឌាចូលមកដល់ក្នុងកំណាយបុរេប្រវត្តិស្ថានីយ៍ខាងលើគេបានឃើញរបស់របរជាច្រើនខ្លះជាប្រដាប់ប្រើប្រាស់ខ្លះជាឆ្អឹងសំណល់មានឆ្អឹងមនុស្សនិងឆ្អឹងសត្វគ្រប់បែបយ៉ាងប្រដាប់ប្រើប្រាស់ទាំងឡាយដែលជីបាននោះខ្លះធ្វើអំពីដែកស្ពាន់លង្ហិនខ្លះធ្វើអំពីដីដុតខ្លះធ្វើអំពីឆ្អឹងសត្វនិងខ្លះទៀតធ្វើអំពីថ្មរំលីងប្រដាប់ប្រដាធ្វើអំពីថ្មរំលីងមានច្រើនជាងវត្ថុធ្វើអំពីធាតុដតីគេឃើញមានផ្លែពុថៅគ្រប់បែបយ៉ាងពន្លាក់ញញួរខ្នោសកោស្បែកសត្វអន្លូងដំសម្បកឈើកំបិតថ្មសំលៀងពុំចាក់កណ្ដៀវត្រល់កងដៃអង្កាំនិងគ្រឿងអលង្ការផ្សេងទៀតប្រដាប់ធ្វើអំពីឆ្អឹងសត្វមានផ្លែសន្ទូចម្ជុលកំបិតកណ្ដៀវនិងគ្រឿងអលង្ការសពបែបយ៉ាងដែលខ្លះមានទៀតធ្វើអំពីសម្បកខ្យងនិងខ្ចៅរីឯប្រដាប់ប្រដាធ្វើអំពីដីឥដ្ឋវិញបានបង្ហាញកម្រិតទឹកដៃនៃសិប្បករខ្ពស់ជាងសម្ភារៈដែលធ្វើអំពីធាតុផ្សេងទៀតក្រៅអំពីគ្រឿងអលង្ការគេរកឃើញបំណែកឆ្នាំងក្រឡនិងចានគ្រប់ធន់ដែលមានក្បាច់រចនាលម្អទៀតផងរបស់ដែលធ្វើអំពីលោហៈមានផ្លែសន្ទូចកណ្ដៀវព្រួញផ្លែដឹងនិងពន្លាក់ជាដើមក្រៅពីសម្ភារៈដែលជាប្រដាប់ប្រដាប្រើប្រាស់គេជីបានឆ្អឹងត្រកួតអណ្ដើកកន្ធាយត្រីជ្រូកគោឆ្អឹងឆ្កែនិងសត្វចតុបត្តិផ្សេងទៀតអាស្រ័យលើសម្ភារៈទាំងអស់នេះគេអាចសន្និដ្ឋានអំពីជីវភាពសង្គមមនុស្សបុរេប្រវត្តិដែលរស់នៅលើផ្ទៃដីស្រុកខ្មែរយើងបានហើយវប្បធម៌ខ្មែរសម័យបុរេប្រវត្តិសាស្ត្រឬបុព្វសម័យការសិក្សាវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្របានបង្ហាញឲ្យយើងឃើញថាជនជាតិខ្មែរមានវប្បធម៌និងអរិយធម៌របស់ខ្លួនយ៉ាងពិតប្រាកដចំណេះដឹងរបស់ខ្មែរនាសម័យបុរេប្រវត្តិសាស្ត្របុព្វបុរសខ្មែរជនជាតិខ្មែរបានបង្កើតការចេះដឹងគ្រប់យ៉ាងមុនសម័យក្លិង្គចូលមកស្រុកកត្តានេះសរឲ្យឃើញថាខ្លួនមានអរិយធម៌មួយប្រចាំចិត្តរបស់ខ្លួនយ៉ាងពិតប្រាកដសេចក្តីសន្និដ្ឋាននេះយោងទៅលើសម្ភារៈវប្បធម៌ដែលបានពីស្ថានីយ៍បុរេប្រវត្តិសាស្ត្រនានាដែលយើងបានរកឃើញនៅក្នុងស្រុកនិងក្រៅស្រុក
យើងអាចសង្កេតឃើញសមិទ្ធផលនាសម័យមុនគ្រិស្តសករាជដូចតទៅនេះខ្មែរចេះប្រើឧបករណ៍ធ្វើអំពីថ្មខ្មែរចេះរំលីងថ្មធ្វើជាពូថៅពន្លាក់ញញួរថ្មងដំសម្បកឈើកំបិតកណ្ដៀវថ្មសំលៀងកងដៃត្បាល់ត្រល់អង្រេផ្លែសន្ទូចរូបគោរូបសត្វក្របីអង្កាំថ្មលាក់និងលាក់ខ្មែរចេះសូនដីធ្វើលឹងរូបបុព្វបុរសសម្រាប់គោរពបូជាខ្មែរចេះត្បាញកញ្ជើល្អីកន្ត្រកឈ្នាងពីឫស្សីវល្លិនិងផ្ដៅខ្មែរចេះប្រើឆ្អឹងសត្វធ្វើចុងព្រួញកបិតគ្រឿងអលង្ការខ្មែរចេះប្រើសម្បកខ្យងខ្ចៅដើម្បីធ្វើខ្សែកកងដៃកងជើងអង្កាំទំហ៊ូកៅត្រចៀកផ្លែសន្ទូចចិញ្ចៀនដៃខ្មែរចេះប្រើដីដុតធ្វើឆ្នាំងក្អមចានទៀបចានជើងចានតម្រោចានក្រឡូមរូបសត្វរូបបុព្វបុរសដែលស្លាប់គ្រឿងអលង្ការត្បាល់ត្រល់និងលាក់ខ្មែរចេះគូររូបលើជញ្ជាំងគុហាដោយប្រើពណ៌សនិងក្រហមខ្មែរចេះផាត់ពណ៌ឆ្នាំងនិងក្រឡធ្វើអំពីដីដុតជាសញ្ញានិមិត្តរូបនៃឈាមឬជីវិតខ្មែរចេះស្លលង្ហិនសម្រិតដែកសម្រាប់ធ្វើកណ្ដៀវពន្លាក់ពូថៅខ្សែកងដៃកងជើងជួងផ្លែសន្ទូចចុងព្រួញលាក់ខ្មែរចេះបង្កើតរបាំប្រជាប្រិយដូចជារបាំត្រុដិរបាំទុនសងលាក់សម្រាប់ថ្វាយដូនតាថែរក្សាស្រុកភូមិខ្មែរចេះបង្កើតភូមិស្រុកដោយបានសង់ផ្ទះខ្ពស់ពីដីសម្រាប់ការពារសត្វសាហាវឬទឹកជំនន់ខ្មែរចេះសង់លំនៅស្ថានខ្ពស់ផុតពីដីប្រក់ស្លឹកចាកឬយករូងភ្នំធ្វើជាជំរកខ្មែរចេះធ្វើស្រែនិងទឹកជំនន់ចេះប្រើគោក្របីយានជំនិះឬសម្រាប់ជួស្រែចេះធ្វើគ្រឿងភ្លេងខ្មែរចេះប្រើធ្យូងធ្វើប្រហុកទឹកត្រីស្រានិងត្នោតជូរខ្មែរចេះផ្សំសត្វព្រៃឲ្យคล้ายទៅជាសត្វស្រុកឬដូចជាដំរីគោក្របីឆ្កែមាន់លាក់ខ្មែរចេះបញ្ចុះសពនៅក្រោមផ្ទាំងថ្មធំៗក្នុងក្តារមឈូសឬក្នុងក្រឡធ្វើអំពីដីដុតជំនឿផ្សេងពីបុរាណនាបុព្វសម័យខ្មែរមានជំនឿហើយជំនឿទាំងនោះជាមធ្យោបាយធ្វើឲ្យខ្មែរមានសាមគ្គីភាពរវាងគ្នានឹងគ្នាពីព្រោះកាលបើគេមានជំនឿដូចគ្នាការប្រស្រ័យទាក់ទងក៏មានសភាពស្និទ្ធស្នាលជិតស្និទ្ធទៀតនៅក្នុងសង្គមលើសពីនេះទៅទៀតជំនឿញ៉ាំងឲ្យមនុស្សដឹងបុណ្យនិងបាបស្គាល់អំពើល្អនិងអាក្រក់ជីដូនជីតាតែងជឿថាដើមឈើជាទីស្នាក់របស់ទេវតាអារក្សអ្នកតាដែលជាខ្មោចរបស់ដូនតាស្លាប់គេក៏រឹបរកគ្នាដើម្បីគោរពបូជាដើមឈើនោះតាមភូមិស្រុកទុកជាទីសក្ការៈប្រចាំមូលដ្ឋានរបស់គេទំនៀមទម្លាប់គេអាចនិយាយបានថាទំនៀមទម្លាប់គឺជាការចូលចិត្តការនិយមនៅរបស់អ្វីមួយហើយរបស់នោះបានផ្ដិតភ្ជាប់ក្នុងអារម្មណ៍របស់យើងដែលពិតពិបាកបំភ្លេចបានដោយងាយដូចជាទម្លាប់ជឿឬខ្មោចអារក្សអ្នកតាឬជំនឿលើធម្មជាតិឧទាហរណ៍កាលណាឃើញផ្កាយដុះកន្ទុយគេសន្និដ្ឋានថាស្រុកពិតជាមានកើតកលយុគជាមិនខានដូចជាមានសង្គ្រាមឬទឹកជំនន់នៅតាមតំបន់ព្រៃភ្នំគេជឿថាត្រូវកាន់ត្រណមពេលប្តីចេញទៅទាក់ដំរីប្រពន្ធនៅប្រទេសមិនត្រូវវាយកូនសិតសក់យំយកវែកបាយឬវែកសម្លគោះឆ្នាំងឬគោះមាត់ឆ្នាំងបើមិនដូច្នោះទេប្តីនឹងត្រូវទទួលគ្រោះថ្នាក់អំពីសិលធម៌ថ្មីត្បិតតែខ្មែរនាសម័យបុរាណប្រវត្តិពុំបានបង្កើតតួអក្សរដើម្បីសរសេរក្បួនខ្នាតក៏ដោយគេមានសិលធម៌ក្នុងទម្លាប់គោរពអ្នកដែលបាត់បង់ជីវិតទៅហើយពូលគឺគេដឹងខុសដឹងត្រូវដឹងគុណដឹងទោសដឹងបាបនិងបុណ្យទាំងនេះជាហេតុដែលបណ្ដាលឲ្យខ្មែរនាសម័យនោះយកសពរបស់គ្រួសាររួមលោហិតទៅកប់ដោយភ្ជាប់ជាមួយសពនៅសំណែនផ្សេងសម្រាប់បរិភោគឬប្រើប្រាស់ទៅបរលោកអំពីទស្សនវិជ្ជាក្នុងវប្បធម៌នីមួយមនុស្សតែងតែមានទស្សនវិជ្ជាដែលជាប្រដាប់សេចក្ដីគិតត្រិះរិះពិចារណាហើយទស្សនវិជ្ជាមានតាកតងទៅក្នុងទំនៀមទម្លាប់ទាំងអស់ឧទាហរណ៍ការដែលបុព្វបុរសយើងកប់ខ្មោចឲ្យអង្គុយចងហោងក្នុងក្រឡបញ្ជាក់ឲ្យឃើញថាមនុស្សដែលស្លាប់ទៅអាចចាត់ទុកជាទារកនៅក្នុងផ្ទៃម្ដាយមុននឹងកើតឬបើគេយកខ្មោចទៅកប់ក្នុងដីដោយទារកនៅក្នុងផ្ទៃម្ដាយដែរមានន័យថាជីវិតមិនសាបសូន្យក្រោយពេលស្លាប់ព្រលឹងត្រូវចាប់ចិត្តឡើងវិញពីទស្សនវិជ្ជានេះហើយដែលធ្វើឲ្យពួកគេសាកល្បងពន្យល់កំណើតនៃសត្វលោកឬមនុស្សតាមទស្សនៈរបស់ខ្លួនហើយចំពោះបញ្ហាដែលទាក់ទងទៅនឹងទេវកថានេះយើងមានរឿងព្រេងជាច្រើនដែលជាសក្ខីភាពស្រាប់អំពីភាសាធម្មតាសង្គមនីមួយតែងតែមានភាសារបស់ខ្លួនដើម្បីទាក់ទងគ្នានឹងផ្សព្វផ្សាយចំណេះវិជ្ជាការចេះដឹងនិងទំនៀមទម្លាប់ភាសាខ្មែរត្រូវបានបង្កើតឡើងមុនក្លិង្គចូលមកស្រុកសម្រាប់ប្រស្រ័យទាក់ទងគ្នាភាសាខ្មែរស្ថិតក្នុងអំបូរខ្មែរមូនតែមានការវិវត្តក្រោយឥទ្ធិពលភាសាសំស្ក្រឹតនិងបាលីលុះដល់សម័យក្លិង្គចូលស្រុកនៅដើមសតវត្សទី1នៃគ្រិស្តសករាជខ្មែរក៏បានខ្ចីអក្សរសំស្ក្រឹតដែលជាអក្សរឥណ្ឌាមកកត់ត្រាដើម្បីផ្សាយពាក្យពេចន៍សម្ដីនិងវិចាររបស់ខ្លួនឲ្យបានពេញលេញ
យ៉ាងទៀតខ្មែរលើដែលមានពួកភ្នំពណ៌ខាស្អូចក្រឹងសម្រែស្ទៀងរដែជ្រាយលាក់ជនជាតិតែមួយតែក្រុមមនុស្សទាំងអស់នោះខុសពីខ្មែរដែលរស់នៅតាមវាលទំនាបពុំបានទទួលវប្បធម៌អរិយធម៌ពីឥណ្ឌានៅឡើយហើយរស់នៅតាមរបៀបបុរាណប្រហាក់ប្រហែលនឹងខ្មែរជំនាន់មុនឥណ្ឌាចូលស្រុកដែរ